do it now ជាពាក្យដែលគេនិយាយច្រើនមែនទេ do it now តែអ្នកត្រូវរងចាំដល់ពេលដែរទៀតត្រូវទេ quote ហ្នឹងអ្នកនេះបើជាឃើញពេញ Facebook ហើយតែហ្នឹងពិតជាត្រូវមែនបើសិនជាយើងអាចកម្ចាត់លេសបានគឺយើងបានឃើញភាពជោគជ័យបានលឿនជាងមុនបើសិនជាគេប្រាប់យើងថាធ្វើអានេះទៅល្អបើសិនយើងគិតថាអូខេរៀងល្អដែរខ្ញុំគិតថាអញ្ចឹងដែរសារផ្ដល់ឱកាសឲ្យខ្លួនឯងឆ្លៀតណាគេហៅថាឆ្លៀតឲ្យតែយើងឆ្លៀតគឺយើងអាចទទួលបានអីគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងហ្មងមិនគ្រាន់តែខ្ជិលបន្តិចហ្នឹងអូបន្លាយតិចហ្នឹងលេសច្រើនតិចហ្នឹងវាជាបញ្ហាសម្រាប់ជីវិតយើងណាមែនចំណាយត្រឹមតែ$5ក្នុងមួយឆ្នាំប៉ុណ្ណោះបងនឹងអាចអានសៀវភៅ OVL បានគ្រប់ចំណងជើងនិងសៀវភៅថ្មីជាច្រើនទៀតជារៀងរាល់ខែចាប់ផ្ដើមទម្លាប់អានឥឡូវនេះបានគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួលជាមួយ OVL e-book បងអាចទំនាក់ទំនងទិញតាមរយៈ link Telegram នៅក្នុង caption ក៏បានឬនៅក្នុង comment ខាងក្រោមក៏បានដែរជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំលេងចឹងរីករាយមែនតើដែលខ្ញុំបានមកខ្លាយជាវិក្កាមនៅក្នុងថ្ងៃនេះជាពិសេសអរគុណទៅកាន់ OVL team ដូចគ្នាអញ្ចឹងមុននឹងចូលទៅដល់សាច់ការរបស់យើងខ្ញុំចង់មកបញ្ជាក់អ្នកនរគ្នាបន្តិចសិនថាប្រធានបទដែលខ្ញុំនឹងនិយាយថ្ងៃនេះគឺខ្ញុំនឹងនិយាយពីការបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯងប៉ុន្តែខ្ញុំមិនមែនជាអ្នកជំនាញខាងផ្នែកផ្លូវចិត្តឬមួយក៏អ្នកដែលបកកែរៀបចំផែនការអីទេអ្វីដែលខ្ញុំថ្ងៃនេះគឺវាអាចមានត្រូវតែក៏វាអាចមានខុសដោយសារតែគ្រប់យ៉ាងគឺយោងទៅតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំយកមកនិយាយជូនអ្នកនរគ្នាស្ដាប់អញ្ចឹងមុននឹងចូលទៅដល់សាច់ការខ្ញុំចង់នាំអ្នកនរគ្នាចូលសាច់កាប់បន្តិចសិនព្រោះថាខ្ញុំចង់ដឹងមែនតើថាអ្នកដែលនៅក្នុង hall ជាមួយនឹងខ្ញុំទាំងអស់នេះថាតើអ្នកនរគ្នាជាមនុស្សប្រភេទដូចខ្ញុំដែរអត់ហើយតិចទៀតខ្ញុំនឹងបង្ហាញ 3-4 slide សួរជាសំណួរទៅកាន់អ្នកនរគ្នាអញ្ចឹងខ្ញុំសូមឆ្លើយដោយភាពស្មោះត្រង់បានអត់សូម energy តិចមកអូខេអញ្ចឹងសំណួរទី1ហ្នឹងនេះខ្ជិលណាគេខ្លះដែលនៅក្នុង hall នឹងខ្ជិលអាចធ្វើការទះដៃមកបានអត់អីយ៉ាមានអារម្មណ៍ថាសំទុះនៃអ្នកខ្ជិលចូលធីមខ្ញុំបានច្រើនណាស់នេះព្រោះខ្ញុំរាល់ថ្ងៃក៏ខ្ជិលដែរអ្នកទាំងអស់គ្នាអញ្ចឹងធីមបន្តទៀតចូលចិត្តធ្វើអីតាមគ្នាឧទាហរណ៍ចាឡូ friend ថ្ងៃហ្នឹងឯងបានទៅយ៉ាងនេះខ្ជិលអូខេខ្ញុំមិនទៅដែរណាគេខ្លាចអញ្ចឹងហើយមួយទៀតណាអូបន្លាយសុជិតដេកគ្រូដាក់ assignment ឲ្យអូយត្រូវធ្វើយកថ្ងៃអាទិត្យថ្ងៃសៅរ៍ទៅចាប់ផ្ដើមធ្វើហើយចាប់ផ្ដើមពេលថ្ងៃទៀតសួរថាតអត់អត់ទេអញ្ចឹងណាគេដែលចូលចិត្តអូបន្លាយដឹងខ្លួនឯងទេត្រូវទេអញ្ចឹងទេដៃមួយមិនអញ្ចឹងហើយចូលមកទៀតចរិតនឹងខ្ញុំជឿថាអ្នកនរប្រហែលមានច្រើនណាស់លេះច្រើនសាហាវ100លានហេតុផលសម្រាប់ខ្លួនឯងពេលដែលគេប្រាប់ថាអូយធ្វើនេះល្អអត់ទេអត់ចង់អត់ទេវាអញ្ចឹងអីអញ្ចឹងណាចាធីមលេះច្រើនក៏ខ្ញុំដឹងដែរព្រោះអ្នកផ្ទះដៃច្រើនអញ្ចឹងសិតតែអញ្ចឹងទាំងអស់ហ្មងហើយនេះចូលចិត្តណាចាំនេះសិនចាំនោះសិនចាំចប់ថេត្រាម៉ាមួយសិនចាំចប់មករឿងសិនចាំស្អែកសិនចាំដល់ឆ្នាំក្រោយអីអត់ទាន់បានធ្វើផងអញ្ចឹងបើសិនជាមិននឹងអ្នកទាំងអស់គ្នាសុទ្ធសឹងតែចូលធីមខ្ញុំអីត្រូវទេអញ្ចឹងមកពេញលេងអីធីមយើងផ្ទះដែរធីមយើងមួយតែកុំតន់អាសបាយអូចូលធីមខ្ញុំនឹងធីមអត់ល្អទេតែក៏អត់បញ្ហាដែរព្រោះថាខ្ញុំក៏ធ្លាប់ជាមនុស្សបែបហ្នឹងដែរកាលពី7ឆ្នាំមុនអញ្ចឹងយើងដឹងហើយថាទ្រព្យទាំងអស់ហ្នឹងអត់ល្អអញ្ចឹងហើយបានជាហេតុផលដែលខ្ញុំនិយាយនៅក្នុងថ្ងៃនេះគឺយើងត្រូវតែបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯងប៉ុន្តែនៅពេលដែលអ្នកនរគ្នាឃើញ slide នេះបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯងចុំបង្កើតអនាគតហ្នឹងបង្កើតបែបមិនទៅនិយាយស្រួលហើយត្រូវទេប៉ុន្តែអ្នកធ្វើបានពិបាកហើយមិនគ្រាន់តែខ្ជិលបន្តិចហ្នឹងអូបន្លាយតិចហ្នឹងលេសច្រើនតិចហ្នឹងវាជាបញ្ហាសម្រាប់ជីវិតយើងណាមែន maybe ព្រោះអ្នកនរគ្នាត្រូវដឹងថារឿងខ្លះគឺតលតែយើងជួបបញ្ហាសិនយើងដឹងថាគួរតែធ្វើបែបម៉េចអញ្ចឹងណាអញ្ចឹងមើលពេលដែលយើងឃើញអាឡៃនេះបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯងយើងគិតថាគួរតែធ្វើបែបម៉េចទៀតដែលលើចាស់និយាយអត់អូយបដ ாய் ទៅតែជួបរឿងទៅដឹងខ្លួនហើយពិតជាអញ្ចឹងមែនអត់អ្នកទាំងអស់គ្នា Thank you អញ្ចឹងដើម្បីបង្កើតអនាគតថ្មីបានតើតើយើងជួបជាមួយនឹងបញ្ហាតែអញ្ចឹងហើយថ្ងៃនេះខ្ញុំនឹងមកហៅគេខ្លួនឯងជូនអ្នកទាំងអស់គ្នាស្ដាប់និយាយពីដំណើរដើមតងថាហេតុអីបានខ្ញុំអាចកែប្រែ
អនាគតថ្មីសម្រាប់ខ្លួនឯងបានហើយមកពីមូលហេតុអីគេអញ្ចឹងអ្នកនរគ្នាឃើញពាក្យនៅខាងក្រោយនេះមានពាក្យមួយម៉ាត់អានខ្លួនឯងសិនណាមកតដល់ពាក្យនេះទេអញ្ចឹងខ្ញុំសូមដល់អ្នកនរគ្នាបែកត្រឡប់ទៅការខ្ញុំពី7ឆ្នាំមុនវិញខ្ញុំធ្លាប់ត្រូវបានគ្រូជនជាតិប្រាំងម្នាក់ខ្ញុំរៀនខាងផ្នែក fashion design គាត់ស្ដីឲ្យខ្ញុំហ្មងតែមិនមែនស្ដីធម្មតាណាគឺចូលលក្ខណៈdeal ហ្មងគាត់ថាលេងអ្នកឯងគឺជាមនុស្សដែលគ្មានទំនួលខុសត្រូវទេនិយាយទៅរបៀបថាទៅរៀនក៏យឺត submit ក៏មិនកើតហេតុអីបានគាត់ deal ខ្ញុំដោយសារតែគេ submit final assignment គេ submit មក10ខ្ញុំមកពី10មិនទៅដល់អញ្ចឹងចាគ្រូស្ដីឲ្យរៀងមាំដែរតែគាត់ស្ដីឲ្យគឺស្ដីឲ្យខ្លាំងមែនតើដែលក្នុងជីវិតខ្ញុំមិនដែលមានតែគេស្ដីឲ្យខ្ញុំកដាលមុខចំដោយគ្រូហ្នឹងឯងគាត់ថាយើងអត់មានរបៀបមនុស្សដែលគ្មាន discipline នៅក្នុងខ្លួន self discipline គ្មានវិន័យទៅរៀនក៏យឺតការងារក៏ធ្វើមិនបានតែអ្នកនរគ្នាដែលសម័យអត់ថាប៉ិនខ្ញុំដូចអ្នកនរគ្នាឃើញរាល់ថ្ងៃដឹងណាធ្លាប់បានគ្រូ deal ចឹងហើយចាអរគុណនៃការគាត់ deal នឹងឯងបានមានខ្ញុំរាល់ថ្ងៃនៅក្នុងថ្ងៃនេះតែសួរថាតើពេលដែលគាត់ deal នឹងអារម្មណ៍ខ្ញុំពេលហ្នឹងមិនខ្ញុំខឹងព្រោះខ្ញុំថាហីមួយជីវិតខ្ញុំគ្មានតែគេមកស្ដីឲ្យខ្ញុំ deal ខ្ញុំដល់ថ្នាក់ហ្នឹងហ៎មិនបានគ្រូមកស្ដីឲ្យខ្ញុំប៉ុណ្ណឹងហើយគ្រាន់តែខ្ញុំsubmit letter ប៉ុណ្ណឹងហ្នឹងត្រូវអត់ហើយមិនមែនត្រឹមតែប៉ុណ្ណឹងណាអ្នកគ្នាគាត់ដាក់ខ្ញុំនៅក្នុង black list ទៀតមានន័យថាបើសិនចាប់ពីថ្ងៃហ្នឹងទៅខ្ញុំនៅតែបន្តធ្វើចរិតអញ្ចឹងទៀតហើយខ្ញុំទៅរៀនយឺតមក3ដងឬមួយក៏ខ្ញុំអត់ទៅរៀនអវត្តមានតែមួយថ្ងៃ semester ហ្នឹងខ្ញុំធ្លាក់ហ្មងខ្ញុំមិនបាច់មករៀនទៀតទេបង់លុយរៀនសាថ្មីចឹងខ្ញុំខឹងណាពេលដែលគេធម្មតាដូចយើងទៅ confront គេមកថាឲ្យយើងចឹងយើងប្រកាសជាតបយើងចង់តបតយើងចង់អីហ៎ប៉ុន្តែមានពាក្យមួយម៉ាត់នេះដែលគាត់និយាយលេង you are smart but lazy ដូចគេផ្ទះខ្ញុំម្ដាយដូចស្វានឹងផ្ទះចឹងដល់គ្នាខ្ញុំគិតថាខេងមិញអ្នកគ្រូឌៀលខ្ញុំហីហើយចូលមិនក៏ឥឡូវមានអារម្មណ៍ថាដូចទៅសើខ្ញុំវិញអញ្ចឹងតើពាក្យហ្នឹងវាមានន័យមិនឲ្យប្រកាសបើខ្ញុំចាប់ផ្ដើមគិតទៅវិញថាតែខ្ញុំពិតជាមនុស្សឆ្លាតមែនណោះពីមុនខ្ញុំមិនដែលមាន confidence ដូចខ្ញុំរាល់ថ្ងៃហ្នឹងទេចឹងខ្ញុំសួរឡើងខ្ញុំពិតជាឆ្លាតមែនទេហើយអាការខ្ជិលរបស់ខ្ញុំហ្នឹងពិតជាប៉ះពាល់មែនអញ្ចឹងមិនចាប់ផ្ដើមគិតថាអូអត់កើតទេគ្រូធ្លាប់ថាខ្ញុំជាមនុស្សដែលមានវិន័យនៅក្នុងខ្លួនទេអញ្ចឹងហើយគឺយើងដល់វគ្គត្រូវបង្កើតវិន័យសម្រាប់ខ្លួនឯងធម្មតាអ្នកនរគ្នាមនុស្សដែលមាន self discipline គឺយើងមើលទៅគេរៀងរៀបរយអញ្ចឹងណាតែសួរថាខ្ញុំពីមុនមកមានមែនអត់ទេហើយបើសិនជាសុកយើងអត់មានហងយើងចង់ទៅបង្កើតតែយើងគួរតែបង្កើតបែបម៉េចចម្លើយអត់ដឹងទេត្រូវទេតែអ្នកនរគ្នាអាចត្រឡប់ទៅវិញបើសិនជាគិតថាខ្លួនឯងកំពុងតែជាមនុស្សដែលគ្មានវិន័យអាចបកត្រឡប់ទៅមើលពីមូលហេតុឬមួយក៏បញ្ហាដែលយើងជួបអញ្ចឹងបើសិនជានិយាយតទៅមុខទៀតជាមួយនឹងបញ្ហាដែលខ្ញុំជួបតើអីគេ root cause មកពីអីខ្ញុំចិត្តតាមគេពួកម៉ាក់ខ្ញុំអត់ទៅរៀនខ្ញុំអត់ទៅដែរហើយបើសិនជាគេថាអូយមុខវិជ្ជានេះគេរៀនអត់យល់ទេបើគេអត់យល់ហើយយើងចាំបាច់យល់ស្អីវាមិនបានគ្នាត្រូវទេហើយបើសិនគេ submit letter គេអត់ត submit ដល់ចឹងអីបានគ្នាទៀតចាអញ្ចឹងមូលហេតុអីដែលគ្រូ deal ខ្ញុំខ្លាំងស្ដីឲ្យខ្ញុំខ្លាំងroot cause ធំជាងគេគឺខ្ញុំចូលចិត្តធ្វើអីធ្វើតាមគេចឹងខ្ញុំត្រូវតែបំបត្តិអាចរិតចូលចិត្តធ្វើអីធ្វើតាមគេនឹងចេញចឹងសួរថាបំបត្តិចេញយើងអាចធ្វើទៅមុខរួចបានដោយរបៀបណាគឺយើងត្រូវការចាប់ផ្ដើមមួយទៀតហើយគឺមានទស្សនវិស័យសម្រាប់ខ្លួនឯងឬមួយក៏យើងហៅថា vision របស់យើងចឹងខ្ញុំចាប់ផ្ដើមរំលឹកមកវិញថាការខ្ញុំចូលមករៀនផ្នែក fashion design នឹងដំបូងខ្ញុំមកដើម្បីអីគេខ្ញុំរៀនដើម្បីអីក្រែងខ្ញុំចង់ខ្លាយទៅជាលឿនថា fashion designer ដែលល្បីមាន brand ខ្លួនឯងបង្កើតកៅអៅខ្លួនឯងអីចឹងអីប៉ុន្តែដឹកទង្វើវាអត់ដូចនៅអ្វីដែលយើងចង់បានទេខ្ញុំគិតតែពីតាមគេអញ្ចឹងមានតែគេតាមក្តីសម័យរបស់ខ្ញុំត្រូវអត់អញ្ចឹងអ្នកនរគ្នាមានគិតថាខ្លួនឯងកំពុងតែតាមគេអត់បើសិនជាតាមអ្នកនរគ្នាគួរតែកលេចមកក្រោយវិញសិនហើយអាចស្ដាប់រឿងខ្ញុំទុកជាបទពិសោធន៍បានអញ្ចឹងណាចឹងនៅពេលដែលខ្ញុំ clarify our own vision ហើយយើងចាប់ផ្ដើមមានអារម្មណ៍ថាមនុស្សធ្លាប់តែមានគ្នាក្រែងគេច្រើនប្រាប់យើងថាពីរនាក់ល្អជាងម្នាក់អីហើយសុកបើសិនខ្ញុំឈប់តាមគេខ្ញុំត្រូវធ្វើអីម្នាក់ឯងចឹងរឿងហ្នឹងពិតជាល្អមែនខ្ញុំអាចធ្វើអីម្នាក់ឯងបានមែនធម្មតាយើងរៀងខ្លាចទេព្រោះអ្នកខ្លះគាត់អត់ហ៊ានសូម្បីតែទិញញ៉ាំអីម្នាក់ឯងអាហ្នឹងខ្ញុំពីមុនទេអញ្ចឹងស្របពេលហ្នឹងដែរខ្ញុំត្រូវបានទទួលពាក្យពីប៉ាខ្ញុំមួយម៉ាត់ទៀតគ្រាន់តែគាត់និយាយទៅមួយម៉ាត់ទៀតទេគាត់ថាលេងកូនឯងឆ្លាតកូនឯងជាមនុស្សឆ្លាតអញ្ចឹងណាអ្វីក៏កូនឯងអាចធ្វើបានដែរឲ្យទៅកូនឯងពិតជាខំមែន
គ្រាន់តែពាក្យមួយម៉ាត់ហ្នឹងដូចចិត្តតែលីកជំរុញមកគ្នាដូចអ្នកគ្នាព្រឹកឡើងត្រូវតែផឹកកាហ្វេដើម្បីទៅបន្ទប់ទឹកចឹងខ្ញុំភ្ញាក់មកខ្ញុំថាវ៉ាវខ្ញុំឆ្លាតមែនតាចឹងខ្ញុំគួរតែចាប់ផ្ដើមបង្កើតទម្លាប់ខ្លួនឯងខ្ញុំត្រូវតែធ្វើអីម្នាក់ឯងខ្ញុំហ៊ានសាកល្បងម្នាក់ឯងខ្ញុំអត់ត្រូវចាំគេក្តីសម័យរបស់ខ្ញុំអត់មានអ្នកគេមករត់តាមមកជាមួយនឹងខ្ញុំបានទេអញ្ចឹងហើយធ្វើអីធ្វើមិនថាបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯងបានខ្ញុំឃើញវាពិតជា work មែនសម្រាប់ខ្ញុំឃើញថាគ្រាន់តែការផ្លាស់ប្ដូរទម្លាប់របស់ខ្ញុំតិចតួចនៃការមិនតិចតួចអីច្រើនដែរចានៅពេលដែលយើងមានវិន័យក្នុងខ្លួននៅពេលដែលយើងចាប់ផ្ដើមមានវិន័យក្នុងខ្លួនហើយយើងចាប់ផ្ដើមមានអា vision របស់យើងច្បាស់លាស់ត្រឹមតែរយៈពេល6ខែនៅក្នុងម្លងពេលហ្នឹងគឺខ្ញុំបានប្រឡងជាប់ top 9នៅក្នុង fashion design ទូទាំងប្រទេសកម្ពុជាយើងហ្មងតែតាំងពីជំនាន់2018មកអញ្ចឹងជំនាន់មុនក៏ខ្ញុំមិនទាន់ជា creator ដែរអញ្ចឹងប្រហែលអ្នកអស់នេះអត់ឃើញខ្ញុំទុកមើលម្នាក់ឯងតែអ្នកអស់នេះឆ្ងល់ទេត្រូវថានេះអាមួយទៀតនេះអាហ្នឹងគឺជាអីគេបើសិនជាក្នុងជីវិតរស់នៅរបស់យើងយើងមានអាពីរលើនឹងហើយគឺយើងល្អបាន 50% ឯងប៉ុន្តែសួរថាធ្វើម៉េចឲ្យវាកាន់តែល្អទៀតនៅខ្វះកន្លែងនេះមួយទៀតអញ្ចឹងយើងត្រូវត្រឡប់ទៅមើលចរិតរបស់យើងសិនឯងត្រូវទេនេះយើងបានកំចាត់អីគេខ្លះយើងបានកំចាត់ភាពខ្ជិលយើងបានកំចាត់ចោលហើយយើងបានកំចាត់ការតាមគ្នាហើយអូបន្លាយប៉ុន្តែនៅសល់2នេះនៅក្នុងជីវិតបើសិនអ្នកនរនៅតែមាន2ហ្នឹងប្រហែលជាយើងធ្វើអីរៀងនឹងពិបាកបន្តិចអញ្ចឹងណាអញ្ចឹងសួរថាតើលេសច្រើនចំនេះចំនោះសិនតើយើងបញ្ចប់ដោយបែបមិនទៅហើយខ្ញុំជឿនៅក្នុងជីវិតអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាមិនថាអ្នកណាក៏ដោយតែងតែមានគេមកប្រាប់យើងថាចេះធ្វើនេះហើយល្អធ្វើនោះហើយល្អសួរថាយើងដឹងអត់យើងដឹងតែយើងអត់ល្ងងទេតែសួរធ្វើអត់ហើយហើយអ្នកដែលមកប្រាប់យើងភាគច្រើនគឺជាមនុស្សដែលស្និទ្ធស្នាលមួយយើងមិនមែនយើងអត់ជឿគាត់ទេគ្រាន់ថាយើងចេះតែមានលេសរបស់យើងគឺលេសអត់ចេះចប់ទេលេសទៅលេសមកដូចជាក់ស្ដែងរឿងរបស់ខ្ញុំផ្ទាល់ខ្លួនហ្មងគឺខ្ញុំបានធ្លាប់គឺខ្ញុំបងប្អូនខ្ញុំធ្លាប់ឲ្យខ្ញុំធ្វើជាចង់ឲ្យខ្ញុំធ្វើជា YouTuber តាំងពីជំនាន់ខ្ញុំនៅរៀនឆ្នាំទី2ម៉េះតែខ្ញុំអត់ធ្វើខ្ញុំលេសលោថាអូយអត់ទេពិបាកខ្ញុំនៅរៀនហងហើយឥឡូវខ្ញុំធ្វើការទៀតខ្ញុំពិបាកខ្ញុំរៀនហងធ្វើការហងវាលេសរហូតហើយសួរថាគាត់ឲ្យយើងធ្វើដើម្បីអី personal branding យើងល្អពេលដែលយើងចង់មាន fashion ខ្លួនឯងមកយើងមានហាងខ្លួនឯងស្មើឥឡូវគេមិនត្រូវការ personal branding ដូចអ្នកអស់គ្នាធ្លាប់ដឹងដែរត្រូវទេអញ្ចឹងពេលហ្នឹងគាត់ប្រាប់ខ្ញុំអីមិនខ្ញុំអត់ជឿគាត់ទេតែខ្ញុំអត់ធ្វើរហូតដល់ខ្ញុំរៀនចប់បានខ្ញុំភ្ញាក់ខ្លួនមួយថាវាគួរតែដល់ពេលដែលខ្ញុំចាប់ផ្ដើមធ្វើហើយគាត់ប្រាប់ឲ្យខ្ញុំធ្វើយូរហើយហ្នឹងអញ្ចឹងពេលដែលខ្ញុំចាប់ផ្ដើមពើបអ្នកនរគ្នាបានស្គាល់ខ្ញុំនៅក្នុងរាល់ថ្ងៃនេះអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបើសិនជាមុននឹងក្រោយយើងក៏គង់តែត្រូវធ្វើដដែលហ្នឹងអញ្ចឹងតើយើងនៅចាំអីគេ do it now ជាពាក្យដែលគេនិយាយច្រើនមែនទេ do it now តែអ្នកត្រូវរងចាំដល់ពេលដែរទៀតត្រូវទេ quote ហ្នឹងអ្នកនរគ្នាប្រហែលជាឃើញពេញ Facebook ហើយតែហ្នឹងពិតជាត្រូវមែនបើសិនជាយើងអាចកំចាត់លេសបានគឺយើងបានឃើញភាពជោគជ័យបានលឿនជាងមុនបើសិនជាគេប្រាប់យើងថាធ្វើអានេះទៅល្អបើសិនយើងគិតថាអូខេរៀងល្អដែរខ្ញុំគិតថាអញ្ចឹងដែរផ្ដល់ឱកាសឲ្យខ្លួនឯងឆ្លៀតណាគេហៅថាឆ្លៀតឲ្យតែយើងឆ្លៀតគឺយើងអាចទទួលបានអីគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងហ្មងអញ្ចឹងហើយនេះគឺជារូបមន្តខ្លះសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់នៅក្នុងការបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯងគឺយើងត្រូវទី1ត្រូវមានការបង្កើតវិន័យសម្រាប់ខ្លួនឯង self discipline ទី2គឺយើងត្រូវមានទស្សនៈវិស័យសម្រាប់ខ្លួនឯងដូចថា vision យើងចង់បានអីគេច្បាស់និងទី3កំចាត់លេសចេញព្រោះលេសហ្នឹងគឺនឹងតាមលងយើងរហូតយើងត្រូវតើវាយវាកំចាត់វារាល់ថ្ងៃអញ្ចឹងហើយនិយាយមួយថ្ងៃផ្លេចណែនាំខ្លួនជាផ្លូវការជូនអ្នកទាំងអស់គ្នាថាបន្ទាប់ពីខ្ញុំបានបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯងតើខ្ញុំជាណាគេខ្ញុំធ្វើអីគេបានខ្លះចឹងខ្ញុំលេងគឺជា lifestyle content creator ម្នាក់ដែលធ្វើវីដេអូភាគច្រើនគេស្គាល់ខ្ញុំនៅក្នុងការបរៀនថតរូបប៉ុន្តែតាមពិតទៅគឺខ្ញុំបានរៀនចប់ខាងផ្នែក fashion design and business innovation បន្តមកទៀតខ្ញុំបានធ្វើ content ខ្ញុំ involve ខ្ញុំ explore ខ្លួនឯងទៅក្នុង makeup industry ខ្ញុំបានទៅរៀនវគ្គ professional makeup នៅប្រទេសថៃហើយសប្តាហ៍ខ្ញុំក៏បានក្លាយទៅជា Goody Shop Ambassador ហើយបន្តមកទៀតអ្នកនរគ្នាប្រហែលបើសិនជាមើល Facebook ខ្ញុំប្រហែលជាដឹងហើយថាខ្ញុំទៅតែបញ្ចប់ការសិក្សាផ្នែក posing and modeling master class មកពីប្រទេសចិនដូចគ្នាអញ្ចឹងដើម្បីខ្ញុំបានទាំងអស់ហ្នឹងគឺខ្ញុំកំចាត់អស់ហើយលេសភាពខ្ជិលច្រអូសរបស់យើងត្រូវមានវិន័យនៅក្នុងខ្លួនអញ្ចឹងនេះគឺជា achievement របស់ខ្ញុំមួយចំនួនដែលខ្ញុំទទួលបានហើយក្រៅពីហ្នឹងទៀតគឺ
ខ្ញុំក៏មាន small business ពីរដែរសម្រាប់ខ្លួនឯងដែលទីមួយគឺខ្ញុំបានធ្វើសម្រាប់ទៅតាមក្តីសម័យរបស់ខ្ញុំគឺខ្ញុំបានបង្កើត brand ផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Double L គឺជា local brand ដែល design ធ្វើឡើងដោយខ្ញុំផ្ទាល់និង everything គឺយើងធ្វើនៅក្នុងផលិតនៅក្នុងស្រុកខ្មែរទាំងអស់ហ្មងហើយនឹងមានហាងមួយទៀតគឺជាហាងលក់ accessory របស់មនុស្សស្រីអ្នកនរគ្នាប្រហែលជាបានឃើញក្នុង TikTok ផ្ទុះវីដេអូមួយរយៈមុនដែល accessory មួយ5000ហ្នឹងចាគឺជាហាងរបស់ខ្ញុំដូចគ្នា Little Selection អញ្ចឹងជាចុងក្រោយខ្ញុំអត់មានអីទៀតទេព្រោះថានិយាយមួយអ្នកនរគ្នាឡើងញាប់ញញដែរអីចឹងមានតែសារចុងក្រោយដើម្បីឲ្យយើងអាចបង្កើតអនាគតថ្មីដល់ខ្លួនឯងបានលុះត្រាតែយើងហ៊ានដើរលើផ្លូវនឹងម្នាក់ឯងស្វែងរកក្តីសម័យដល់ខ្លួនឯងកុំតាមគេកុំចាត់លេសចេញនិយាយទៅចាប់ផ្ដើមពីខ្លួនឯងម្នាក់ឯងយើងអាចធ្វើអីបានគ្រប់យ៉ាងទាំងអស់ហ្មងអរគុណ Yes